រួចហើយបងប្អូនអរគ្នាមកចុចកន្លែង save website browsing ណាបងចុចលើនឹងមួយរួចហើយបងប្អូននឹងឃើញកន្លែងនេះសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតចង់ចែកម្លែកបងប្អូនអរគ្នាអំពីមុខងារសំខាន់មួយនៅក្នុង Messenger ដែលបងប្អូនយើងក៏អត់សូវចាប់អារម្មណ៍ហើយក៏អត់សូវប្រើណាហើយមុខងារមួយហ្នឹងគឺសំខាន់មែនទែនដើម្បីការពារ account Facebook ឬក៏ Messenger យើងណាបងប្អូនអរគ្នាតែបងប្អូនអត់បើកកន្លែងហ្នឹងទេគឺគេអាច hack ចូល account យើងបានណាតែឥឡូវមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនជួយចុច follow page ខ្ញុំម្នាក់មួយផងបងប្អូនអរគ្នាគឺអញ្ចឹងយើងចូលទៅក្នុងវីដេអូយើងវិញបាទអញ្ចឹងបងប្អូនចូលមកក្នុង Messenger មកឥឡូវខ្ញុំចូល Messenger បងប្អូនមើលចូល Messenger បាទបន្តមកទៀតបងប្អូនចុចកន្លែង menu ខាងក្រោមគេស្ដាំដៃចុចលើនឹងមួយរួចហើយបងប្អូនយកកន្លែង setting ណាបងប្អូនចុចលើ setting នឹងមួយមករួចហើយបងប្អូនអោ scroll វាទៅក្រោមបងប្អូនអរគ្នាមកយកកន្លែងនេះកន្លែង privacy and safety នេះបងប្អូនចុចលើនឹងមួយរួចហើយបងប្អូនអរគ្នាមកចុចកន្លែង save website browsing ណាបងចុចលើនឹងមួយរួចហើយបងប្អូននឹងឃើញកន្លែងនេះកន្លែងហ្នឹងណាគឺប្រសិនបើមានគេផ្ញើ link ផ្ញើអីចូលមកក្នុង Messenger ប្រសិនបើបងប្អូនអត់ទាន់បើកកន្លែងហ្នឹងទេប្រសិនបើមាន link spam ឬក៏ link ជូនខលខូចដែលគេចង់បន្លំចង់ hack យក account យើងហ្នឹងតែបងប្អូនអត់ទាន់បើកកន្លែងហ្នឹងគឺបងប្អូនចុចទៅគឺចូលគឺដូចឲ្យគេ hack យក account យើងអញ្ចឹងណាអញ្ចឹងកន្លែងនេះពេលដែលបងប្អូនបើកវានេះពេលដែលបងប្អូនបើកអញ្ចឹងណាពេលដែលបងប្អូនចុចនៅលើ link ណាដែលខាង Facebook គេចាប់បានថា link ហ្នឹងអត់ល្អ link ហ្នឹងអត់សូវសុវត្ថិភាពគឺចុចទៅគឺអត់បានទេគឺវាអត់ស្គាល់គឺវាអត់ឲ្យយើងចូលតែម្ដងគឺចំណុចហ្នឹងគឺសំខាន់មែនទេបងប្អូនអរគ្នាដែលបងប្អូនគួរតែប្រើគួរតែបើកវានៅក្នុង account Facebook ឬក៏ Messenger យើងណាបងប្អូនអរគ្នាបាទអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាបើបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe និង follow page ខ្ញុំម្នាក់មួយផងណានេះគឺ page របស់ខ្ញុំបងប្អូនអរគ្នាបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតណាសូមអរគុណ